សាច់រឿងក៏បានកាត់មកដល់កន្លែងមួយដែលយើងបានឃើញថាមានគូស្នេហ៍ចំនួនមួយគូនឹងកំពុងតែស៊ីគលានគោក៏ប៉ុន្តែពួកគេមិនបានដឹងទេថានៅលើក្បាលហ្នឹងគឺមានឃាតករកំពុងតែលាក់ខ្លួនហើយកំពុងតែស៊ីគលានគោស្រួលហ្នឹងខាងស្រីគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែនាងបានប្រទះឃើញជាមួយនឹងឃាតករដែលកំពុងតែលាក់ខ្លួនប៉ុន្តែជាអកុសលសំណាងអាក្រក់របស់នាងក៏បានមកដល់បន្ទាប់ពីបានបង្ហាញមុខមិនដល់1វិនាទីផងក៏ស្រាប់តែទៅបើកលុយវិញបាត់ទៅហើយចំណែកឯខាងប្រុសវិញដោយសារតែមានវិជ្ជាគុណរៀងខ្លាំងដែរចឹងហើយក៏អាចគេចផុតអំពីការវាយប្រហារមួយនោះហើយមើលទៅកាន់អក្សរសិល្ប៍ហ្នឹងហាក់បីដូចជាមិនមានការខ្វល់ខ្វាយអំពីការស្លាប់របស់ម្នាក់ស្រីនោះសោះវាបែរជារអ៊ូរទាំទៅកាន់អឃាតករហ្នឹងដែលបានធ្វើឲ្យឈាមប្រឡាក់មកកាន់អោសរបស់វាអបិសសបន្ទាប់ពីបានគេចអំពីការវាយប្រហាររបស់ឃាតករនោះហើយវាក៏បានសួរទៅកាន់ឃាតករថាចុំហើយនឹងណាគេមករំខានគេកំពុងតែស៊ីកលេនគោប្រយ័ត្នងាប់ប្អូនឃាតករមួយនោះគឺមិនបានមិត្តមិនបានកោជាមួយនឹងអសអសរនោះទេដោយគ្រាន់តែសម្រុកមកមុខនឹងបើកការវាយប្រហារទៅកាន់អសអសរឃើញថាវាប្រកែវៃសិចមែនក៏ប៉ុន្តែការប្រយុទ្ធនឹងក៏មិនអន់ប្រមាណដែរដោយឃើញថាឃាតករកំពុងតែសម្ដៅមករកខ្លួនអសអសរក៏បានស្រូបដាវចូលមកក្នុងដៃដើម្បីទប់ទល់ជាមួយនឹងឃាតករបន្ទាប់ពីបានទប់ទល់ជាមួយនឹងការវាយប្រហាររបស់ឃាតកររួចអសអសរក៏បាននិយាយទៅកាន់ឃាតករថាអញស្មានតែគ្រាន់បើចង់មកសម្លាប់អញតាមពិតការគ្មានអីអស្ចារ្យផងសមត្ថភាពការអញ្ចឹងសោះចង់មកសម្លាប់អញដែរដៃម្ខាងកំពុងតែទប់ទល់ជាមួយនឹងឃាតករដៃម្ខាងរបស់វាក៏បានស្រូបយកដាវមកមួយទៀតដើម្បីកាប់ទៅកាន់ឃាតករដោយសារតែក្បាច់គុណឃាតករក៏រៀងខ្លាំងដែរអញ្ចឹងហើយឃាតករក៏អាចគេចផុតអំពីការវាយប្រហាររបស់អសអសរហ្នឹងគឺមិនដោះលែងទៅកាន់ឃាតករនោះឡើយដោយវាបានប្រើប្រាស់នៅវិជ្ជាគុណដៅរបស់វាដើម្បីបន្តដាក់សម្ពាធទៅកាន់ឃាតករហើយឃាតករម្នាក់នោះក៏បានទប់ទល់ជាមួយនឹងអសអសរវិញដោយបានប្រើប្រាស់នៅវិជ្ជាគុណរបស់ខ្លួនដែលមានលក្ខណៈដូចជាស្រមោលអញ្ចឹងហើយវាយគ្នាតែប្រមាណក្បាច់ទេឃាតករនិងអសអសរក៏ស្គាល់គ្នាតែម្ដងដែលអសអសរបាននិយាយទៅកាន់ឃាតករថាចុំអានេះនៅសឹកមិនមកចង់សម្លាប់គ្នាអីអញ្ចឹងមិនហើយខានជួបគ្នា10ឆ្នាំហ្នឹងសុខសប្បាយអត់ឃាតករក៏បានតបទៅកាន់អសអសរវិញថាមិនមែន10ឆ្នាំទេកុំចេះតែថាយើងទើបតែបីគ្នាអស់រយៈពេល9ឆ្នាំ190ថ្ងៃប៉ុណ្ណោះអសអសរលើដូច្នេះក៏ចាប់ផ្ដើមផ្ទុះសំណើចឡើងនិងបាននិយាយទៅកាន់ឃាតករនោះថាអើយឯងពិតជានិយាយត្រូវមែនអាមេតខ្លោតឯងគឺពិតជាប្រកែចង់ចាំនៅព័ត៌មានតូចតាចមែននិយាយចឹងតើខ្យល់អីបោះឯងមកទីនេះអាបិសាចមេតខ្លោតឃាតករមេតខ្លោតក៏បានតបទៅកាន់អសអសរវិញថាដោយសារតែយើងគឺបានពំនឹមនៅបញ្ជាអំពីថ្នាក់លើមកប្រាប់ឯង Ash Shadow អាមួយសសរហ្នឹងវាមានឈ្មោះថា Ash Shadow ASA ដូច Shadow ធម្មតាបញ្ជាដែលមកពីថ្នាក់លើហ្នឹងគឺចង់ឲ្យ Ash Shadow ចាប់ផ្ដើមនៅផែនការទី1របស់ពួកគេបើសិនជាអ្នកទាំងអស់គ្នាមិនបានដឹងថាមេរបស់ Ash Shadow គឺជាបណ្ណាគេចាំខ្ញុំរំលឹកអ្នកទាំងអស់គ្នាឲ្យបានដឹងដោយយើងបានឃើញបរិសម្នាក់ហាក់បីដូចជាមានអំណាចជាងគេបានសួរទៅកាន់កូនចៅថាតើសង្គ្រាមរវាងបកល្អនិងបកបិសាចចាប់ផ្ដើមនៅពេលណាហើយកូនចៅហ្នឹងក៏បានឆ្លើយតបទៅកាន់មេថាវាមានរយៈពេលប្រហែលជា2ឆ្នាំទៀតរយៈពេល2ឆ្នាំវាគឺពិតជាល្អខ្លាំងមែនទែនសម្រាប់ចាប់ផ្ដើមនៅផែនការដ៏ល្អឥតខ្ចោះរបស់ពួកយើងបន្ទាប់មកគាត់ក៏បានបញ្ជាឲ្យកូនចៅចាប់ផ្ដើមប្រតិបត្តិការនៅផែនការទី1របស់ពួកគេនេះហើយគឺជាផែនការទី1ឬក៏ The First Statement មកពីថ្នាក់លើរបស់អក្សរសិល្ប៍ឬក៏ Ash Shadow អក្សរសិល្ប៍លើដូច្នេះគឺពិតជាមានការសប្បាយអរខ្លាំងមែនទែនព្រោះអីវារងចាំពេលនេះយូរណាស់មកហើយគឺជាពេលវេលាដែលត្រូវឲ្យវាប្រតិបត្តិការ The First Statement នៅក្នុងត្រកូលណាមកុងថ្ងៃទី15ខែនេះគឺជាថ្ងៃមង្គលការរបស់ Swifting Shadow អក្សរសិល្ប៍លើចឹងឆ្ងល់ដែរចុំអានេះការបាត់ Swifting Shadow ចាប់ផ្ដោយអបកាច់យកនេះស្ងាត់យកប្រពន្ធមុនអញបាត់បិសាចមានខ្លោចនឹងក៏បានប្រាប់ទៅកាន់អក្សរសិល្ប៍ថានៅក្នុងមង្គលការមួយនោះគឺត្រូវសម្លាប់ទាំងអស់មនុស្សមានប្រមាណសម្លាប់ឲ្យខ្ទេចលើកលែងតែ Swift Shadow ហើយនឹងប្រពន្ធរបស់វាពេលនោះអក្សរសិល្ប៍ក៏បានសួរទៅកាន់បិសាចមេខ្លោចថាមួយយូរមិនឆាប់អត្តបេថាវូនឹងវាប្រកាសជាមកដល់ទីក្រុងអានហើយជាមិនខានចឹងហើយកម្លាំងដែលយើងមានឥឡូវហ្នឹងគឺមិនគ្រប់គ្រាន់សម្រាប់ទប់ទល់ជាមួយនឹងអត្តបេនោះឡើយមែនខ្លោតនឹងក៏បានតបវិញថាកំភៃនៅពេលនោះ The Fire Shadow នឹងមកដល់ឮចឹងអសអសរក៏ចាប់ផ្ដើមមានការសប្បាយចិត្តវិញតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយលើសពីគ្រប់គ្រាន់ទៅទៀតនិយាយចប់ Matt Damon នឹងក៏បានដាក់ខ្លួននៅចំពោះមុខអសអសរភ្លាមតែម្ដង Matt ខ្លោចចេញទៅបាត់
អាសក់សហ្នឹងវាក៏ចាប់ផ្ដើមរអ៊ូរទាំវាមានអារម្មណ៍ថា Swifting Shadow ហ្នឹងអត់គួរឲ្យចូលចិត្តសោះវាចំណែនវាគឺពិតជាចំណែនទៅកាន់ Swifting Shadow ខ្លាំងមែនទែនវាគិតថាជីវិតរបស់ Shadow គឺជាជីវិតដែលនៅម្នាក់ឯងដល់ឯកាក៏ប៉ុន្តែអា Swifting Shadow នេះយកប្រពន្ធបាត់ហើយថែមទាំងប្រពន្ធរបស់វាគឺជាស្រីស្អាតបំផុតប្រចាំទីក្រុងហានអុយទៀតផងនិយាយរួចអាសក់សក៏បានដើរចេញទៅក្រៅនិងប្រាប់ឲ្យកូនចៅរបស់វានឹងធ្វើការសម្អាតសាកសមម្នាក់ស្រីដែលវាបានស៊ីក្លៀនកោជាមួយអំបញ្ញមិញសាច់រឿងក៏បានបង្ហាញអំពីទិដ្ឋភាពនៅពេលរាត្រីដ៏ស្រស់ស្អាតរបស់ទីក្រុងអានហុយហើយអាមួយសក់សនេះវាក៏ជាមេដឹកនាំនៃបដិសាចសាខាទីក្រុងអានហុយផងដែរហើយទន្ទឹមនឹងនោះលោកតាថាំងវូនិងក្រុមគ្នានឹងក៏បានធ្វើដំណើរមកដល់ទីនេះផងដែរតាមពិតទៅសាច់រឿងខ្ញុំច្រឡំតាំងពីដើមមកកន្លែងដែលលោកតាថាំងវូហើយនិងមេក្រុមក្អែកខ្មៅឆ្លោះគ្នាហ្នឹងគឺមិនមែនជាទីកន្លែងដែលស្ថិតនៅក្នុងត្រកូលណាំគងទេគឺគ្រាន់តែជាដំណើរតាមផ្លូវរបស់ពួកគេហើយក៏បានជួបគ្នាវ័យគ្នាមកប្រើទៅបន្ទាប់មកដេកផ្ទះសំណាក់តែម្ដងឥឡូវលោកតាថាំងវូនិងគ្នាគឺទើបតែមកដល់ទីក្រុងអានហុយដែលជាទីកន្លែងរបស់ត្រកូលណាំគងប៉ុណ្ណោះសាច់រឿងក៏បានកាត់មកដល់ពេលព្រឹកដែលយើងបានឃើញថាប្រជាជននៅក្នុងទីក្រុងអានហុយគឺពិតជាមានភាពសប្បាយរីករាយនិងអ៊ូអរខ្លាំងមែនទែននិងមានរូបភាពដ៏សប្បាយរីករាយអំពីការលក់ម៉ងសាយមូលហេតុដែលប្រជាជនជួបជុំគ្នាក៏ដូច្នេះដោយសារតែនៅក្នុងត្រកូលណាំគងនឹងត្រៀមទទួលយកនូវសមាជិកថ្មីដែលជាកូនប្រសារប្រុសហើយនៅមុខខ្លោងទ្វារគ្រួសារត្រកូលណាំគងនឹងយើងបានឃើញថាអ្នកយាមម្នាក់គាត់កំពុងតែវាយដំធ្វើបាបទៅកាន់អ្នកសំទាននៅពេលនោះមានបរិសុទ្ធវ័យក្មេងម្នាក់បានបង្ហាញខ្លួនឡើងនិងបានសួរនាំទៅកាន់អ្នកយាមអំពីមូលហេតុដែលគេប្រើប្រាស់អំពើហិង្សាទៅលើជនទុរគតទាំងនោះហើយអាងពីក្បាលដែលនៅក្បែរនឹងឃើញចឹងវាក៏ចាប់ផ្ដើមស៊ីច្រាវហើយដោយវាបាននិយាយថាចុះអានឹងដេកហុកមែននេះទាំងខ្ពស់ទាំងសង្ហាមិននឹកស្មានថាតកូលណាំកងនឹងទទួលបានកូនប្រសាដ៏សង្ហាអញ្ចឹងសោះហើយដេកហុកនឹងថែមទាំងបានបង្ហាញសេចក្តីមេត្តារបស់ខ្លួនទៅកាន់ជនទុរគតទាំងអស់នោះថែមទៀតផងដោយបានឲ្យនិយាមនឹងផ្ដល់ម្ហូបអាហារមួយចំនួនឲ្យជនទុរគតទាំងអស់នោះហើយអាពីក្បាលនៅក្បែរនឹងវាក៏ចាប់ផ្ដើមស៊ីច្រាវតទៀតដោយបាននិយាយថាដេកហុកនឹងគឺខ្លាំងមែនទែននៅក្មេងយ៉ាងនេះប៉ុន្តែអាចកម្ចាត់ទៅកាត់បិសាចពីក្បាលដែលបានអុកឡុកមកកាន់ទីក្រុងដាងហុយអស់ជាច្រើនសតវត្សហើយមិនយូរប៉ុន្មានគេក៏បានក្លាយទៅជាគុំប្រសានៃត្រកូលណាំគង់ហើយមិនដឹងអាពីក្បាលហ្នឹងវានិយាយស្អីទៅស្អីទេវែងឆ្ងាយដល់កសារថាដេហុកហ្នឹងទទួលបានវិជាគុណរឹបប៉ុនឆ្នាំមកពីណាមកពីណីទៅបែដល់កនេះកំពុងតែស៊ីច្រាវសោកហ្នឹងក៏ស្រាប់តែនៅពេលនោះលោកតាថាំងវូក៏បានមកដល់ជាអកុសលដោយសារតែប្រាដឺថាំងវូយើងរាងកាយដែរអាណាទៅមុខគឺវ័យអល់ពីក្បាលហ្នឹងក៏មិននៅដែរលោកតាថាំងវូរបស់យើងដាក់តែប្រមាណស្នៀតទេគឺ3អាចយកតែម្ដងមើលទៅលោកតាថាំងវូដោយសារតែប្រើជាតិពឹសពេកឥឡូវប្រហែល3ឆ្នាំហើយមកដល់កន្លែងហ្នឹងភ្លាមស្រីអាឡូខុសគេខុសឯងយកហ្មងហើយមិនបាច់និយាយច្រើនទេអ្វីដែលយើងត្រូវដឹងគឺតាថាំងវូ3ឆ្នាំហើយដោយសារតែការស្រែកជំទាវរបស់លោកតាថាងវូនឹងដេហុកនឹងក៏បានចេញមកទទួលលោកតាថាងវូដោយផ្ទាល់តែម្ដងដោយសារតែមានការអន្តរាគមន៍និងការសម្របសម្រួលអំពីសំណាក់ដេហុកជាតិ3ឆ្នាំរបស់លោកតាថាងវូក៏បានកាត់បន្ថយហើយមានសភាពដូចដើមវិញបន្ទាប់មកគាត់ក៏បានចូលទៅក្នុងគ្រួសារត្រកូលណាំគង់ដើម្បីធ្វើទស្សនកិច្ចហើយបើមើលទៅកាន់អសូរសាវិញធ្វើមកដូចខ្មោចចឹងសង្ស័យតែវាមានការកៀងជាមួយនឹងសភាព3ឆ្នាំរបស់លោកតាថាងវូហើយនៅពេលនោះ System ក៏បានជូនដំណឹងប្រាប់ទៅកាន់សូសាមថាសត្រូវរបស់សូសាមគឺមាន level លើសសូសាមចំនួន10ហើយនៅចម្ងាយ20ម៉ែត្រអំពីសូសាមឃើញដូច្នេះសូសាមក៏បានដឹងថាដេហុកដែលជាក្មេងសុភាពរាបសារនឹងគឺជាសត្រូវរបស់ខ្លួនដែលខ្លួនត្រូវសម្លាប់បន្ទាប់មកសូសាមក៏បានវិភាគទៅកាន់ការតុបតែងខ្លួននិងអត្តចរិតរបស់ដេហុកសូសាមក៏បានដឹងថាមនុស្សដេហុកនេះគឺជាមនុស្សតែមួយជាមួយនឹងខ្លួនដែលជាចចកកំពុងតែពាក់ស្បែកពពែមើលទៅដេហុកនឹងគឺជាមនុស្សដែលសភាពរាបសារចិត្តល្អគួរឲ្យគោរពក៏ប៉ុន្តែនេះគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះសូសាមអាចបានស្មានដឹងថាមនុស្សដេហុកនេះគឺកាយសាហាវខុសខើដូចជាខ្លួនអញ្ចឹងសាច់រឿងបន្ទាប់ក៏បានកាត់ទៅដល់វិមានស្ដេចនៃត្រកូលណាំគង់នៅក្នុងវិមានស្ដេចយើងបានឃើញមេត្រកូលណាំគង់និងកូនស្រីរបស់ខ្លួននៅពេលដែលលោកតាថាងវូទៅដល់ទីនោះមេត្រកូលណាំគង់ហាក់បីដូចជារាក់ទាក់ទៅកាន់លោកតាថាងវូខ្លាំងមែនទែនហើយនឹងបាននិយាយសួរនាំសុខទុក្ខគ្នាតាមរបៀបមនុស្សចាស់ចំណែកឯកូនស្រីរបស់មេត្រកូលណាំគង់និងចៅស្រីរបស់លោកតាថាងវូនឹងក៏បាននិយាយគ្នាបែបជាលក្ខណៈក្មេងស្រីអញ្ចឹងទៅហើយដេហុកនឹងក៏បានចូលទៅសួរសុខទុក្ខនិងណែនាំខ្លួនទៅឲ្យចៅស្រីរបស់លោកតាថាងវូបានដឹងអំពីខ្លួនផងដែរ
កំពុងតែជជែកគ្នាសោកៗហ្នឹងក៏ស្រាប់តែនៅពេលនោះសូសាមបានបង្ហាញខ្លួនឡើងនិងបានណែនាំខ្លួនទៅឲ្យអ្នកទាំងពីរបានស្គាល់ឃើញសូសាមបានរាកទាក់មកកាន់ខ្លួនដូច្នេះដេហុកហ្នឹងក៏បានរាកទាក់ទៅកាន់សូសាមវិញដោយការចាប់ដៃឃើញចឹងសូសាមមិនចង់ជាចាប់ដៃជាមួយនឹងដេហុកប្រមាណទេក៏ប៉ុន្តែក៏ត្រឹមសម្ដែងចាប់ដៃជាមួយនឹងដេហុកទៅបានទៅពីបានស្គាល់គ្នាហើយដេហុកហ្នឹងក៏ចង់បបួលទៅកាន់សូសាមនិងចៅស្រីរបស់លោកតាថាំងវូទៅលេងទន្លេស៊ូហូព្រោះនៅពេលយប់ពន្លឺពេលរាត្រីនៃទន្លេស៊ូហូគឺពិតជាមានភាពស្រស់ស្អាតខ្លាំងមែនទែនសាច់រឿងក៏បានកាត់មកដល់ពេលយប់ដែលបានបង្ហាញអំពីពន្លឺដ៏ស្រស់ស្អាតនៃពេលរាត្រីនៃទីក្រុងអានហុយខណៈពេលដែលឃើញថាប្រពន្ធរបស់ខ្លួននិងចៅស្រីរបស់លោកតាថាងវូកំពុងតែគយគន់ទៅកាន់ទេសភាពនៃពេលរាត្រីហ្នឹងដេហុកក៏បានបបួលសូសាមដកមេនិងនិយាយគ្នាតិចតួចនិយាយរួចដេហុកហ្នឹងក៏បានទៅយកស្រាដើម្បីមកផឹកជាមួយនឹងសូសាមនៅពេលដែលឃើញថាដេហុកទៅយកស្រាហ្នឹងសូសាមក៏បានគិតអំពីដេហុកដោយដេហុកម្នាក់នេះមើលពីក្រៅទៅដូចជាមនុស្សរួសរាយធម្មតាម្នាក់ហើយនឹងគួរឲ្យគោរពក៏ប៉ុន្តែការពិតនៅពីក្រោយខ្នងវិញដេហុកគឺជាសត្វប្រមាញ់មួយដែលកំពុងតែលាក់ខ្លួនមើលទៅមនុស្សដេហុកនេះប្រកាសជាកំពុងតែរៀបចំផែនការដ៏ធំមួយហើយសូសាមខ្លួនឯងផ្ទាល់នឹងមានអារម្មណ៍ថាខ្លួនកំពុងតែធ្លាក់ចូលនៅក្នុងផែនការមួយនោះនៅខណៈពេលនោះក៏ស្រាប់តែ System បានបង្ហាញអំពីសត្រូវរបស់សូសាមដែលនៅចម្ងាយ20 ម៉ែត្រអំពីខ្លួនពេលនេះសូសាមគឺចាប់ផ្ដើមមានអារម្មណ៍មិនស្រួលហើយក្រៅពីដេហុកពេលនេះខ្លួនគឺមានសត្រូវថ្មីមួយដែលត្រូវតែចាត់ការនៅពេលនោះដេហុកក៏បានដើរមកវិញនិងបានបង្ហាញអំពីស្រាល្អដែលខ្លួនយកមកឲ្យសូសាមក៏ប៉ុន្តែសូសាមបានបដិសេធជាមួយនឹងដេហុកដោយបានលើកឡើងថាខ្លួនមានអារម្មណ៍មិនល្អអញ្ចឹងហើយការផឹកនឹងក៏មិនសូវជាមានភាពងាយស្រួលប៉ុន្មានដែរនិយាយរួចសូសាមក៏បានដើរសំដៅទៅរកសត្រូវដែលកំពុងតែនៅជិតខ្លួននៅពេលដែលសូសាមបានដើរសំដៅទៅកាន់តែគៀកជាមួយនឹងសត្រូវរបស់ខ្លួន System ក៏បានប្រាប់ទៅកាន់សូសាមថាសត្រូវលើកនេះគឺមាន level ខុសពីសូសាមរហូតដល់10 level ឯណោះសត្រូវដែលនៅចំពោះមុខខ្លួនបូកជាមួយនឹងដេហុកមួយទៀតសរុបទាំងអស់គឺ5នាក់ក៏ប៉ុន្តែសូសាមគឺត្រូវតែចាត់ការជាមួយនឹង4នាក់នោះសិនបន្ទាប់ពីបានឃើញចំនួននិង level របស់សត្រូវហើយសូសាមក៏បានគិតថាបើសិនជាសត្រូវនោះចង់ចាប់ពង្រិតទៅកាន់កញ្ញាណាំកុងហេអ៊ីកញ្ញាណាំកុងហេអ៊ីប្រកាសជាត្រូវបានសត្រូវទាំងនោះចាប់ពង្រត់ជាមិនខានហើយវាមិនគួរណានៅលាក់ខ្លួនអញ្ចឹងនោះឡើយតាមព័ត៌មានដែល System បានផ្ដល់ឲ្យសត្រូវទាំងនោះគឺមាន level លើសូសាម10 level អញ្ចឹងហើយមានន័យថាពួកវាប្រកាសជាមាន level 20ទៅ30ហើយមនុស្ស4នាក់ដែលមាន level 20ទៅ30នេះគឺអាចធ្វើការកំទេចទៅកាន់ត្រកូលណាំកុងបានទាំងមូលជាមួយនឹងសត្រូវ4នាក់កំពុងតែនៅពីក្រោយខ្នងហើយនឹងសត្រូវម្នាក់ទៀតដែលជាលោកតាថាងវូនៅក្បែរខ្លួននឹងសូសាពេលនេះគឺពិតជាមានការសប្បាយចិត្តខ្លាំងមែនទែនព្រោះអីបន្តិចទៀតនេះខ្លួននឹងអាចសម្លាប់ទៅកាន់មនុស្សខ្លាំងបានជាច្រើននាក់សាច់រឿងក៏បានកាត់មកដល់បរិស3នាក់ដែលបរិសមាធំនៅកណ្ដាលនឹងគឺជាមេគេដែលកំពុងតែបញ្ជាឲ្យកូនចៅចូលទៅក្នុងកន្លែងមួយដោយសារតែកូនចៅហាក់បីដូចជាមានការស្ទាក់ស្ទើរនឹងបរិសជាមេក៏ចាប់គប់កូនចៅខ្លួនចូលទៅក្នុងនោះយកតែម្ដងបន្ទាប់ពីកូនចៅចូលទៅខាងក្នុងអស់ហើយបរិសមេធំដែលជាមេគេនឹងក៏បានឈរនៅខាងក្រៅរងចាំកូនចៅនិងបានគិតក្នុងចិត្តថាវាជារឿងល្អបើសិនជាសត្រូវបានបង្ហាញខ្លួនពិតមែនឥឡូវយើងកាត់មកដល់កូនចៅរបស់បរិសមេធំវិញនៅពេលចូលមកដល់ទីនេះហើយយើងបានឃើញថាទិដ្ឋភាពគឺពិតជាងងឹតខ្លាំងមែនទែនមិនមានពន្លឺសម្បីតែបន្តិចកំពុងតែដើរសោកៗនឹងក៏ស្រាប់តែសូសាមបានបង្ហាញខ្លួននៅចំពោះមុខពួកគេប្រៀបដូចជាខ្មោចអញ្ចឹងហើយអាមួយកូនចៅអាមេធំដែលបានកាន់ទៀននឹងក៏ត្រូវបានសូសាមសម្លាប់នៅមួយកន្លែងតែម្ដងហើយចំណែកអាមួយទៀតវិញគឺបានដាក់ក្បាច់ម៉ែចែកឲ្យរត់គេចអំពីសូសាមចំណែកឯអាមួយមេធំនៅខាងក្រៅវិញវាក៏មានការឆ្ងល់ខ្លាំងមែនទែនមិនបានជាកូនចៅទៅក្នុងយូរម៉េះដោយសារតែចាំយូរពេកអាមេធំក៏សម្រេចចូលទៅខាងក្នុងដើម្បីមើលដោយផ្ទាល់ដោយចង់ដឹងថាតើនៅខាងក្នុងនឹងវាមានរឿងអ្វីកើតឡើងបានជាកូនចៅរបស់ខ្លួនចូលទៅខាងក្នុងយូរម្លេះមិនទាន់ចេញមកក្រៅនៅពេលចូលទៅដល់ខាងក្នុងហើយអាមេធំគឺមិនបានឃើញវត្តមានកូនចៅរបស់ខ្លួននោះឡើយដែលបានប្រទះឃើញតែដៃមួយចំហៀងតែប៉ុណ្ណោះឃើញចឹងអាមេធំចាប់ផ្ដើមមានការព្រឺរោមគូតហើយបន្ទាប់មកវាក៏បានដាក់មេប្រូចយកតែម្ដងប៉ុន្តែរត់មិនបានយូរប្រមាណហ្នឹងវាក៏ស្រាប់តែ
ឃើញសូសាមកំពុងតែចាប់ដាក់ចងដៃចងជើងកូនចៅរបស់ខ្លួនដាច់ដោយឡែកពីគ្នាទិដ្ឋភាពមួយនេះគឺបានបង្កជាការតក់ស្លុតខ្លាំងមែនទែនសម្រាប់អាមៀធំហើយពេលនោះសូសាមក៏បានសួរទៅកាន់អាមៀធំថាតើមានបានឃើញដៃម្ខាងរបស់កូនចៅវាអត់អាមៀធំនឹងគឺមិនបាននិយាយអ្វីទាំងអស់គ្រាន់តែដេញវាយទៅកាន់សូសាមហើយដំបូងឡើយសូសាមក៏មិនបានតដៃប្រមាណដែរគ្រាន់តែកិច្ចតែប៉ុណ្ណោះអាមៀធំនឹងក៏បានកាប់ទៅកាន់សូសាមបាន2 បិដាវបន្ទាប់ពីបានញ៉ាំផ្លែដោតរបស់អាមេធំសូសាមក៏មិននឹកស្មានថាអាមេធំនេះខ្លាំងជាងខ្លួនគិតទៅទៀតកាប់គ្នាបានមួយសន្ទុះហើយអាមេធំក៏បាននិយាយថាសូសាមនឹងគឺជាមនុស្សម្នាក់ដែលបានធ្វើដំណើរមកជាមួយនឹងតាថាងវូហើយហេតុអ្វីបានជាសូសាមនឹងធ្វើបែបនេះមកកាន់កូនចៅរបស់ខ្លួនសូសាមក៏បានតបវិញថាយើងធ្វើនេះគឺដើម្បីតែផលប្រយោជន៍របស់គ្រួសារត្រកូលណាំគង់តែប៉ុណ្ណោះឮដូច្នេះហើយអាមេធំមានការក្តៅឆេវយកតែម្ដងស្អីគេកាប់ចិញ្ច្រាំកូនចៅរបស់អញដូចជាគោអញ្ចឹងហើយមកហ៊ាននិយាយថាដើម្បីតែផលប្រយោជន៍របស់គ្រួសារត្រកូលណាំគង់ទៀតឯងគុំគិតថាបានស្លាប់ដោយងាយស្រួលអីសោះបន្ទាប់មកអាមេធំក៏បានប្រើប្រាស់នៅ Heavenly Wine Sword Technique First Form របស់វាកាប់ទៅកាន់សូសាមឃើញដូច្នេះសូសាមក៏បានប្រើប្រាស់នៅ Sri Sword Technique របស់ខ្លួនទម្រង់ទី2ដើម្បីទប់ទល់ជាមួយនឹងអាមេធំជាលទ្ធផលយើងបានឃើញថាសូសាមពិតជាអាចទប់ទល់ជាមួយនឹងអាមេធំបានពិតមែនទោះបីជាមាន level ខុសគ្នាក៏ដោយមិនទាន់អស់ត្រឹមប៉ុណ្្នឹងទេអាមេធំក៏បានប្រើប្រាស់នៅក្បាច់ដាវព្រះច័ន្ទរបស់ខ្លួនកាប់ជាច្រើនដាវទៅកាន់សូសាមនិងបានបង្កជាស្នាមរបួសទៅកាន់សូសាមដោយសូសាមគឺមិនអាចទប់ទល់ជាមួយនឹងក្បាច់មួយនេះបាននោះឡើយខណៈពេលនោះ System ក៏បានជូនដំណឹងទៅកាន់សូសាមថាពេលនេះឈាមរបស់សូសាមគឺជាតិអស់ហើយប៉ុណ្ណឹងគឺមិនទាន់អស់នោះឡើយដោយអាមេធំគឺបានលោតទៅកាប់សូសាមម្ដងទៀតដែលជាហេតុធ្វើឲ្យសូសាមនឹងដាច់ម្រាមអស់ពី3ទោះបីជាត្រូវរបួសរៀងខ្លាំងយ៉ាងណាក៏ដោយក៏សូសាមនៅតែអាចមានឱកាសដើម្បីតដាល់ជាមួយនឹងអាមេធំបានដដែលថែមទាំងបានបង្កជាស្នាមរបួសនៅលើមុខរបស់អាមេធំទៀតផងខណៈពេលដែលអាមេធំកំពុងតែស្ទាបមើលទៅការរបួសរបស់ខ្លួននឹងសូសាមក៏បានហក់មកម្ដងទៀតនិងបានកាប់ទៅកាន់អាមេធំជាមួយនឹងកម្លាំងដ៏ពេញទំហឹងរបស់ខ្លួនឃើញដូច្នេះអាមេធំក៏បានតបតជាមួយនឹងសូសាមវិញដែលបានយកដាវរបស់ខ្លួនកាប់ទៅកាន់សូសាមប៉ុន្តែពេលនោះក៏ស្រាប់តែសូសាមបានបាត់ខ្លួនចំពោះមុខរបស់អាមេធំតែប៉ុណ្ណោះនិងបានលេចខ្លួនពីក្រោយខ្នងរបស់អាមេធំនៅពេលដែលអាមេធំបានងាកទៅមើលហ្នឹងក៏សូសាមបានបាត់ខ្លួនម្ដងទៀតនិងលេចវិតាមីនឡើងនៅកន្លែងផ្សេងហើយកន្លែងផ្សេងហ្នឹងគឺគ្មានកន្លែងណាឆ្ងាយក្រៅពីមុខរបស់អាមេធំនោះឡើយបន្ទាប់ពីស៊ីមួយជើងរបស់សូសាមអាមេធំហ្នឹងក៏បានខ្ទាតមកក្រៅចង្ងាយណាចម្ងាយណៃតែម្ដងមកដល់ខាងក្រៅហើយសូសាមគឺនៅតែបន្តតាមកាប់ទៅកាន់អាមេធំក៏ប៉ុន្តែនៅពេលនោះអាមេធំក៏បានសង្កេតឃើញថាពេលនេះសូសាមគឺអស់កម្លាំងរលែងហើយមានន័យថាសូសាមគឺដល់ limit របស់ខ្លួនមិនអាចប្រើប្រាស់នៅកម្លាំងដើម្បីប្រយុទ្ធបន្តទៀតបាននោះឡើយហើយបើក្រឡេកមើលទៅកាន់ទឹកមុខរបស់អាមេធំវិញគឺពោពេញទៅដោយភាពសប្បាយរីករាយព្រោះអីសត្រូវរបស់ខ្លួនគឺបានមកដល់ដែនកំណត់ប៉ុន្តែនៅពេលនោះសូសាមគឺនៅតែបន្តក្រោកឈរឡើងក្នុងការតស៊ូជាមួយនឹងអាមេធំបន្តទៀតហើយនៅពេលនោះ System ក៏បានបើកផ្ទាំង stat ទៅឲ្យសូសាមឃើញដោយឈាមរបស់សូសាមឥឡូវជាតិអស់ហើយចំណែកឯ experience របស់សូសាមវិញគឺជាតិពេញហើយសូសាមអាចនឹងបំបែកទៅដល់កម្រិតមួយទៀតបានពេលឃើញថា experience របស់ខ្លួនជាតិពេញអញ្ចឹងសូសាមគឺពិតជាមានការសប្បាយរីករាយខ្លាំងមែនទែនបន្ទាប់មកសូសាមក៏បានលោតវាយប្រហារទៅកាន់អាមេធំប៉ុន្តែជាសំណាងអាក្រក់របស់សូសាមអាមេធំនឹងក៏បានប្រើប្រាស់នៅក្បាច់ Heavenly Wine Cleaving the Heaven របស់វាធ្វើការកាប់ទៅកាន់សូសាមតែម្ដងហើយការកាប់លើកនេះគឺពិតជាខ្លាំងមែនទែនធ្វើឲ្យសូសាមដាច់ដៃដាច់ជើងអស់រលែងគ្មានសល់បន្ទាប់ពីបានកាប់សូសាមដាច់ដៃដាច់ជើងហើយអាមេធំក៏ចង់ផ្ដាច់ជីវិតទៅកាន់សូសាមជាមួយនឹងផ្លែដាវរបស់ខ្លួនក៏ប៉ុន្តែនៅពេលនោះនៅលើផ្ទៃមុខរបស់សូសាមក៏បានលេចឡើងនូវស្នាមញញឹមដ៏គួរឲ្យខ្លាចបន្ទាប់មកសូសាមក៏បានហាមិត្តអមជាមួយនឹងពន្លឺពណ៌ខៀវដែលកំពុងតែនៅក្នុងមិត្តរបស់ខ្លួនហើយនៅពេលនោះក៏ស្រាប់តែឆ្វាច់អាបៀនធំគឺត្រូវបានដាវមួយចាត់ពន្លុះទៅកាន់ក្បាលរបស់វាដោយនេះគឺជាក្បាច់ពិសេសរបស់សូសាមហើយក្បាច់នោះគឺគ្មានក្បាច់ណាឆ្ងាយក្រៅពីក្បាច់ Inventory ដែលសូសាមទើបតែបានធ្វើការ upgrade ទេបន្ទាប់ពីអាមេធំបានស្លាប់សូសាមក៏បានឡើង level ហើយការឡើង level មួយនេះគឺមានពន្លឺយ៉ាងធំមួយបាញ់សំដៅទៅលើមេឃដែលជាហេតុធ្វើឲ្យនៅក្នុង
មនុស្សនៅក្នុងទីក្រុងហានអុយទាំងមូលហ្នឹងគឺបានឃើញអំពីពន្លឺពណ៌ខៀវមួយនោះដែលបានបាញ់ទៅលើមេឃសូម្បីតែតាថាងវូចៅស្រីអាដេហុកនិងប្រពន្ធរបស់វាជាចុងក្រោយគឺ Eyeshadow ក៏បានឃើញអំពីពន្លឺមួយនេះផងដែរពួកគេគឺពិតជាមានចម្ងល់ខ្លាំងមែនទែនថាពន្លឺនេះគឺជាពន្លឺអ្វីអត្តចរិតរបស់សូសាមគឺពិតជាមានការចម្លែកខ្លាំងមែនទែនបន្ទាប់ពីបានសម្លាប់មនុស្សហើយសូសាមក៏បានយកសាកសពមនុស្សទាំងអស់នោះមកធ្វើជា collection របស់ខ្លួន